នេះជាព័ត៌មានមួយសំខាន់សម្រាប់បងប្អូនដែលកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េចាគឺកាតព្វកិច្ចរាយការណ៍ការងារស្ថានភាពបច្ចុប្បន្នរបស់យើងនឹងថាយើងធ្វើការអីប្រភេទការងារអីប្រាក់ខែប្រមាណអីប្រមាណអញ្ចឹងគឺយើងត្រូវទៅរាយការណ៍នៅខាងឈូរីបគុកចាក្រសួងអន្តោប្រវេសន៍នៅតាមតំបន់យើងនឹងចំពោះប្រភេទ visa ហ្នឹងគឺចាប់ពី E1 រហូតដល់ E10 អញ្ចឹងបានន័យថា E9 របស់យើងក៏ត្រូវរាយការណ៍ដែរហើយនឹង F2 F4 F6 H2 D79 ចាគឺត្រូវរាយការណ៍ទាំងអស់អញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់រាយការណ៍បញ្ញាប់រាយការណ៍ទៅព្រោះថាបើសិនជាបងប្អូនអត់រាយការណ៍ទេក្នុងលិខិតដែលបញ្ជាក់ហ្នឹងគឺមានការផាកពិន័យរហូតដល់ចា100,000 វ៉ុនចាគឺ1 លានឯណោះហើយចំពោះការបន្តវីសាក៏អាចមានបញ្ហាហើយបញ្ហាមួយទៀតសំខាន់ហ្នឹងគឺអាចត្រូវចាប់បញ្ជូនត្រឡប់ទៅប្រទេសកំណើតរបស់យើងវិញផងអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់បានរាយការណ៍ទេបញ្ញាប់រាយការណ៍ទាំងអស់គ្នាឬក៏បងប្អូនពិបាកបងប្អូនអាចនិយាយជាមួយតកែក៏បានដែរចាអរគុណច្រើនជំរាបលា